និទានរឿងព្រេងខ្មែររឿងពស់កេងកងមាននិទានមួយដំណាលថាកាលដើមឡើយមានមនុស្សពីរនាក់ជាប្តីពីរនាក់ប្តីប្រពន្ធឈ្មោះថានាងនេះមានកូនស្រីមួយឈ្មោះថានាងអេតប្តីនោះទៅជួញអង្កាមបាត់ជាយូរអង្វែងថ្ងៃមួយអស់បងប្អូនចិត្តខាងគេក៏បបួលគ្នាទៅរកអស់រីឯនាងនេះឮគេថាបបួលគ្នាទៅក៏ទៅជាមួយនឹងគេផងដែរយកនាងអេតជាកូនទៅផងលីដឹងចូលទៅក្នុងព្រៃក៏បានឃើញនឹងអស់មួយធំនឹងនេះក៏យកដឹងពុះអស់ពុះយូរបន្តិចក៏ដឹងអង្គរង្គោះធ្លាក់ទៅនៅក្នុងរន្ធពោះនាងនេះបើទៅឃើញដឹងនឹងពោះកេងកងក៏និយាយនឹងពោះនោះឲ្យហុចដឹងឲ្យរីឯពោះកេងកងក៏ឆ្លើយឡើងថាបើនាងឯងដោយអញធ្វើជាប្រពន្ធរបស់អញនឹងឲ្យដឹងបើនាងឯងមិនឲ្យអញមិនដោយអញមិនធ្វើជាប្រពន្ធរបស់អញនោះអញមិនឲ្យដឹងនោះទេនាងនេះឮពោះកេងកងក៏ថាដូច្នោះហើយហេតុតែជាស្រីខូចក៏ទទួលព្រមថាលេងតែអ្នកឯងដឹងមកឲ្យខ្ញុំចោះចាំល្ងាចចាំខ្ញុំឲ្យមីអេតមកហៅពោះកេងកងក៏ឮនឹងនេះថាដូច្នោះហើយក៏ឲ្យដឹងមកនឹងនេះផ្ដាំថាដល់ល្ងាចដល់ពោះកេងកងនឹងអេតឲ្យទៅឈរមាត់ទ្វារយាមផ្ទះហៅថាពោះកេងកងអើយពោះកេងកងនឹងនេះឲ្យហៅរីឯពោះកេងកងក៏ឮហើយលូនចេញមកនាងអេតក៏ឃើញពោះក៏ភ័យខ្លាចព្រឺសម្បុរអស់ទាំងខ្លួនប៉ុន្តែខ្លាចម្ដាយព្រោះតែម្ដាយប្រើមកហើយប្រើមកក៏ខំសង្កត់ចិត្តនាំពោះទៅផ្ទះពោះនោះក៏ធំណាស់លូនទៅលើស្មៅក៏បាក់រៀបអស់ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនេះនិយាយនឹងពោះកេងកងថាខ្ញុំមានប្តីឥឡូវនេះគាត់ទៅជួញអង្កាម2 3ឆ្នាំទៅគាត់មកម្ដងពោះកេងកងក៏សួរថាប្តីនាងឯងទៅប៉ុន្មានថ្ងៃប៉ុន្មានខែទៀតនឹងមកដល់នាងនេះក៏ឆ្លើយថាមិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតនឹងមកដល់នោះទេពោះកេងកងនឹងនេះក៏ដេកលងលក់ជាមួយគ្នាទៅដល់ចិត្តភ្លឺទៅពោះកេងកងលានឹងនេះទៅរួមវិញនឹងនេះនឹងផ្ដាំថាបើប្តីខ្ញុំមកខ្ញុំមិនឲ្យមីអេតទៅហៅទេអ្នកកុំមកបើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើមីអេតឲ្យទៅហៅអ្នកសំអ្នកមកពោះកេងកងក៏ទៅឯរូងរបស់ខ្លួនវិញរាល់ថ្ងៃតែល្ងាចនាងនេះប្រើមីអេតឲ្យទៅហៅអស់ពោះកេងកងនាងអេតក៏ខ្លាចម្ដាយក៏ទៅហៅតាមតែបញ្ជាពាក្យម្ដាយប្រើប៉ុន្តែនៅក្នុងចិត្តខ្លាចពោះនោះណាស់ត្បិតពោះនោះវាធំណាស់ហើយវែងផងដែរមួយទៀតខឹងក្នុងចិត្តត្បិតម្ដាយមានសហាយនឹងពោះនាងអេតក៏ទៅដល់មាត់រូងហើយក៏ហៅថា
ពោះកេងកងអើយនាងនេះឲ្យហៅពោះកេងកងក៏លឺក៏លូនចេញមកហើយក៏ឆ្លើយថាមីអេតថាអញមិនទៅឪពុកអេតនៅកាត់ក្បាលអញដាច់នាងអេតក៏ឆ្លើយថាឪពុករបស់អញទៅជួញអង្ការអំពី3ឆ្នាំមិនទាន់មកដល់ពោះកេងកងក៏លឺនាងអេតប្រាប់ដូច្នោះក៏លូនចេញអំពីរុនពោះហើយក៏ចេះតែទៅដល់មកតែជារៀងរាល់ថ្ងៃនាងនេះសហាយនឹងពោះកេងកងតតែផើមលុះយូរបន្តិចទៅប្តីនឹងមកไปជួញអង្កាមវិញក៏ឃើញនឹងនេះពោះធំក៏នឹកសង្ស័យក៏សួរអូនឹងអេតជាកូននាងអេតក៏ប្រាប់ឪពុកថាម៉ែឯងសហាយនឹងពោះកេងកងតែវេលាប្រលប់កាលណាឲ្យខ្ញុំទៅហៅតែជាសពថ្ងៃឪពុកនាងអេតក៏ប្រាប់ដូច្នេះក៏និយាយទៅនឹងនាងអេតថាដល់ល្ងាចហងឯងទៅហៅពោះកេងកងនោះមកទៀតអញចាប់កាប់វានៅមាត់ទ្វារហើយហងឯងកុំឲ្យម្ដាយហងឯងដឹងឲ្យសោះឯនាងអេតលុះមកដល់ប្រលប់ក៏ទៅហៅពោះកេងកងថាពោះកេងកងនាងនេះឲ្យហៅពោះកេងកងលើកហើយក៏ឆ្លើយថាអេតអើយថាអញមិនទៅឪពុកអេតនៅកាត់ក្បាលអញដាច់នាងអេតក៏ឆ្លើយថាឪពុកអញទៅជួញអង្កាមពី3ឆ្នាំមិនទាន់មកដល់ពោះកេងកងឮនាងអេតក៏ប្រាប់ដូច្នោះថាឪពុកនាងមិនទាន់មកវិញនៅជួញអង្កាមមែនក៏ទៅដូចជាសពថ្ងៃឪពុករបស់នាងអេតកាលក៏កាន់ដាវក៏ពួននៅមាត់ទ្វារក៏ចាំកាប់ពោះកេងកងលូនចូលទៅក្នុងទ្វារបន្តិចឪពុករបស់នាងអេតក៏កាត់ដាច់ហើយក៏កាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាមួយកំណាត់ខាងក្បាលក៏យកទៅដាក់លើមេឃពត្រារីឯកណ្ដាលខ្លួនក៏យកទៅពង្លះពង្លាត់ស្បែកចោលហើយក៏ផ្ដាំទៅនឹងអេតថាកុំឲ្យម្ដាយហងឯងដឹងតែត្រូវទុកសាច់ស្លឲ្យម្ដាយហងឯងស៊ីឪពុកនាងអេតក៏លាងឈាមពង្លះអស់មិនឲ្យមានសេះសល់ក៏រីឯនាងនេះពុំបានដឹងជាប្តីកាប់ពោះសហាយស្លាប់នោះទេព្រោះតែពេលនោះនាងនេះមិននៅក៏ទៅសួរបងប្អូនអ្នកជិតឆ្ងាយលុះព្រឹកឡើងនាងអេតក៏យកសាច់ពោះកេងកងក៏ស្លទុកឲ្យនាងនេះជាម្ដាយស៊ីនាងនេះឃើញសម្លខ្លាញ់រលើបរលោងទាំងចានទាំងឆ្នាំងក៏សួរនាងអេតថាបានសាច់អ្វីមកស្លមីអេតនាងអេតក៏ប្រាប់ម្ដាយសាច់ជ្រូកនាងនេះគិតស្មានថាជាសាច់ជ្រូកមែនក៏ឲ្យមីអេតដួសសម្លយកមកស៊ីបាយកាលនាងអេតក៏ដួសសម្លមកឲ្យនាងនេះជាម្ដាយស៊ីនោះមានក្អែកមួយវាឃើញក្បាលពោះដាក់នៅលើមន្ទ្រាវាចង់ស៊ីសាច់ពោះវាក៏បល់ថាឡូក្លែមខ្លមលេបសាច់ប្តីឯងនាងនេះកំពុងតែស៊ីបាយឬក្អែកបូលដូច្នោះក៏
មើលទៅលើមេឃពុត្រាក៏ឃើញក្បាលពស់ក៏ទឹកភ្នែកក៏សួរថាហេតុដូចម្ដេចបានជាស្រក់ទឹកភ្នែកនាងនេះក៏ឆ្លើយថាស៊ីបាយក្តៅក្តៅសម្លក្តៅរលឹកកូនចៅរលីងរលោងទឹកភ្នែករីឯក្អែកនោះចេះតែបូលថាខ្លំ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 ក្លែមខ្លំលេបសាច់ប្តីឯងក្បាលដាក់លើមេឃពុត្រាកន្ទុយដាក់នៅលើស្កានាងនេះមើលទៅលើស្កាក៏ឃើញកន្ទុយរបស់ពស់កេងកងនៅលើនោះរីឯប្តីនាងនឹងដឹងថាប្រពន្ធសហាយជាមួយនឹងពស់កេងកងពិតប្រកបហើយក៏នឹកភ្នាល់ក្នុងខ្នោះនៅក្នុងចិត្តខឹងចង់សម្លាប់នាងនេះប៉ុន្តែធ្វើមិនឲ្យនាងនេះដឹងខ្លួនក៏ដល់នាងនឹងផើមចាប់ចាស់ផ្ទៃចិត្តនឹងសម្រាលប្តីក៏បបួលទៅកក់សក់នៅមាត់បឹងលុះដើរទៅដល់នឹងមាត់បឹងក៏ប្រាប់ប្រពន្ធថាទៅឲ្យឆ្ងាយពីស្រុកគេយើងនឹងកក់សក់លេងឲ្យសប្បាយតែពីរនាក់តែម្ដងនាងនេះមិនដឹងខ្លួនឯងថាប្តីចង់សម្លាប់ស្មានថាជាប្តីនាំទៅកក់សក់មែនក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅលុះក៏ឃើញកំពង់មួយរៀបស្អាតវាលស្អាតប្តីក៏ប្រាប់ប្រពន្ធថាកំពង់នេះរៀបសប្បាយកំពង់នេះសប្បាយណាស់យើងឈប់កក់សក់នៅទីនេះចោះរីឯនឹងនេះមិនដឹងខ្លួនបន្តិចគិតសម្លាប់ក៏អង្គុយកក់សក់នៅមាត់ច្រាំងប្តីនោះក៏ហូតដាវមកកាប់នាងនេះពីក្រោយខ្នងមិនឲ្យដឹងខ្លួនក៏ដាច់ពាក់កណ្ដាលខ្លួនក៏ស្លាប់ទៅពេលនោះឃើញសុទ្ធតែកូនពស់លូនចេញមកពីពស់នាងនេះមកប្តីនាងនេះក៏កាប់កូនពស់នឹងដាវខ្លះក៏កាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដីខ្លះក៏មុជទៅក្នុងទឹកខ្លះក៏ចូលទៅក្នុងព្រៃព្រោះហេតុដូចនោះបានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់សពថ្ងៃនេះបាទអូខេប្រិមិត្តអត្ថបទរឿងព្រេងនេះបាទខ្ញុំបាទសូមបញ្ចប់តែទីនេះខ្ញុំបាទសូមអរគុណប្រិមិត្តដែលបានតាមដានទស្សនាស្ដាប់នៅអត្ថបទរឿងព្រេងនេះមុនបញ្ចប់នៅអត្ថបទរឿងព្រេងនេះសូមប្រិមិត្តជួយចុចនិង Subscribe ពណ៌ក្រហមនិងសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទរឿងព្រេងថ្មីៗជាបន្តទៀតបាទ